ថៃប្រកាសកាលពីថ្ងៃទី23ខែមិថុនាឆ្នាំ2026ថាក្នុងរយៈពេល9ខែកន្លងទៅខ្លួនបានចាត់ជនសង្ស័យពាក់ព័ន្ធស្កេមអនឡាញជិត30000នាក់បង្កក់ទ្រព្យសម្បត្តិជាង24000លានបាតនិងចាត់វិធានការលើក្រុមហ៊ុន1450បើថៃអាចដោះស្រាយបញ្ហាស្កេមនៅក្នុងប្រទេសខ្លួនដោយការស៊ើបអង្កេតចាប់ខ្លួននិងបង្កក់ទ្រព្យសម្បត្តិហើយដើម្បីពេលថៃចោទអគារតាមព្រំដែននៅក្នុងទឹកដីកម្ពុជាថាជាស្កេមទីតាំងទាំងនោះបែរជាត្រូវបានដោះស្រាយដោយគ្រាប់ផ្លោងការបំផ្លិចបំផ្លាញនិងការកាន់កាប់ទឹកដីរបស់ប្រទេសមួយទៀតទៅវិញបើថៃអាចចាប់ខ្លួនជនសង្ស័យរាប់ម៉ឺននាក់នៅក្នុងប្រទេសខ្លួនតាមច្បាប់ហើយអ្វីនៅពេលពាក់ព័ន្ធនឹងកម្ពុជាថៃប្រើកម្លាំងយោធាលើទឹកដីប្រទេសដទៃតើភស្តុតាងត្រូវបានចែករំលែកជាមួយអាជ្ញាធរកម្ពុជាឬស្ថាប័នអន្តរជាតិដែរឬទេតើនេះជាការជួយសង្គ្រោះជនរងគ្រោះពីស្កេមតូចថៃអាហារឬក៏ជាលេសខ្លឹមយកទឹកដីរំលោភអធិបតេយ្យភាពរបស់កម្ពុជាបទអត្ថាធិប្បាយនេះមិនមែនដើម្បីការពារបណ្ដាញឆោបោកឬក៏ក្រុមជួញដូរមនុស្សនោះទេកម្ពុជាមិនបានបដិសេធថាខ្លួនមិនមានស្កេមទេប៉ុន្តែបញ្ហាស្កេមក៏មិនមែនមានតែនៅកម្ពុជាដែរសេចក្តីរាយការណ៍អន្តរជាតិជាច្រើនបានលើកឡើងថាតំបន់ព្រំដែននិងអគារកាស៊ីណូមួយចំនួននៅអាស៊ីអាគ្នេយ៍ត្រូវបានប្រើដោយបណ្ដាញឆោបោកនិងការជួញដូរមនុស្សប្រសិនបើមានបទល្មើសនៅលើទឹកដីកម្ពុជាត្រូវស៊ើបអង្កេតនិងបង្ក្រាបឲ្យបានម៉ឺងម៉ាត់ដោយខ្លួនឯងប៉ុន្តែប្រទេសមួយមិនអាចយកពាក្យស្កេមធ្វើជាអាជ្ញាប័ណ្ណប្រើកម្លាំងលើទឹកដីប្រទេសមួយទៀតបានទេច្បាប់អន្តរជាតិដាក់បន្ទាត់ច្បាស់លាស់លើរឿងនេះធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា2កថាខណ្ឌ4ហាមរដ្ឋសមាជិកពីការគំរាមឬប្រើកម្លាំងប្រឆាំងទៅនឹងបូរណភាពទឹកដីឬឯករាជ្យភាពនយោបាយរបស់រដ្ឋដទៃចំណែកមាត្រា51នៃធម្មនុញ្ញអង្គការសហប្រជាជាតិអនុញ្ញាតឲ្យប្រទេសមួយការពារខ្លួនបានប៉ុន្តែតែក្នុងករណីត្រូវបានវាយប្រហារដោយអាវុធប៉ុណ្ណោះវាមិនមែនជាសិទ្ធិទូលំទូលាយឲ្យប្រទេសមួយប្រើកម្លាំងលើទឹកដីប្រទេសដទៃដោយគ្រាន់តែអះអាងថាមានបទល្មើសនោះទេនៃសាមញ្ញគឺបើមានអគារណាមួយឬបុគ្គលណាពាក់ព័ន្ធទៅនឹងបណ្ដាញឆោបោកដំណោះស្រាយមិនអាចទម្លាក់គ្រាប់បែកកំទេចប្រទេសដទៃបានឡើយដំណោះស្រាយគួរជាការបញ្ជូនភស្តុតាងការស្នើសុំកិច្ចសហប្រតិបត្តិការរវាងនគរបាលអัยការតុលាការប៉ូលីសអន្តរជាតិកិច្ចព្រមព្រៀងជំនួយផ្នែកច្បាប់រវាងប្រទេសដើម្បីប្រមូលភស្តុតាងបង្កក់ទ្រព្យសម្បត្តិនិងចាប់ខ្លួនជនសង្ស័យប៉ុន្តែបើជ្រើសរើសបាញ់បំផ្លាញអគារលើទឹកដីប្រទេសមួយទៀតនោះវាបង្កើតសំណួរថាតើនេះជាការបង្ក្រាបបទល្មើសឬក៏ជាការយកបទល្មើសធ្វើជាលេសដើម្បីរំលោភអធិបតេយ្យភាពការប្រយុទ្ធប្រឆាំងនឹងបណ្ដាញឆោបោកគឺជាកាតព្វកិច្ចរួមរបស់គ្រប់ប្រទេសកម្ពុជាត្រូវបង្ក្រាបជនល្មើសនៅលើទឹកដីខ្លួនថៃក៏ដូចគ្នាគ្មានប្រទេសណាមួយគួរប្រើពាក្យស្កេមជាហេតុផលដើម្បីរំលោភនីតិវិធីច្បាប់បង្កើតស្តង់ដារទីឬប្រើកម្លាំងលើទឹកដីរដ្ឋដទៃឡើយខ្ញុំរស់សុធាពី News Today MTT